ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីការតម្រឹមកថាខណ្ឌការតម្រឹមកថាខណ្ឌគឺមាន4ប្រភេទគឺការតម្រឹមស្ដាំការតម្រឹមឆ្វេងការតម្រឹមកណ្ដាលនិងការតម្រឹមសងខាងនេះគឺជាការតម្រឹមឆ្វេងចំណែកនេះគឺជាការតម្រឹមផ្នែកកណ្ដាលហើយនេះគឺជាការតម្រឹមផ្នែកខាងស្ដាំខ្ញុំនឹងបង្ហាញនៅការអនុវត្តជាក់ស្ដែងដើម្បីឲ្យអ្នកទាំងអស់គ្នាបានយល់នៅពេលដែលយើងបើកកម្មវិធី Writer ដំបូងយើងនឹងឃើញសញ្ញានៅកែងនេះសញ្ញានេះគឺមានន័យថាតម្រឹមកណ្ដាលនេះគឺជាសញ្ញាតម្រឹមឆ្វេងតម្រឹមស្ដាំនិងតម្រឹមទស្សភាគហើយខ្ញុំចង់ផ្នែកតម្រឹមឆ្វេងយើងធ្វើការកំណត់តម្រឹមឆ្វេងរួចហើយខ្ញុំធ្វើការ double click នៅកន្លែងនេះគឺខ្ញុំបាត់ការតម្រឹមឆ្វេងហើយខ្ញុំចុចប៊ូតុងយល់ព្រមហើយខ្ញុំចង់តម្រឹមផ្នែកទៀតគឺខ្ញុំដាក់ផ្នែកកណ្ដាលម្ដងផ្នែកកណ្ដាលគឺខ្ញុំដាក់ចំនៅកណ្ដាលអូខេកណ្ដាលខ្ញុំជ្រើសរើសយកផ្នែកកណ្ដាលយល់ព្រមបន្តមកទៀតគឺខ្ញុំធ្វើការកំណត់យកផ្នែកខាងស្ដាំម្ដងផ្នែកខាងស្ដាំអូខេបន្តមកខ្ញុំនឹងធ្វើការសេះដោយដំបូងខ្ញុំគ្រាន់តែចុចtab វានឹងចូលមកកន្លែងតម្រឹមឆ្វេងដែលខ្ញុំធ្វើការកំណត់បាញ់មិញនេះឧទាហរណ៍ព្រះរាជាណាចក្រកម្ពុជាប៉ុន្តែគឺខ្ញុំសរសេរនៅកណ្ដាលមុនខ្ញុំគាត់ប្រើ tab ទៀតវានឹងលោតចូលកណ្ដាលព្រោះថាព្រះរាជាណាចក្រកម្ពុជាវាចង់យើងសរសេរនៅកណ្ដាលបាទហើយបន្តមកខ្ញុំប្រើ tab ខ្ញុំ enter ចុះកន្លែងនេះគឺខ្ញុំសរសេរជាឋានជាតិអប់រំហើយបន្តមកទើបខ្ញុំចូលតម្រឹមកណ្ដាលនេះខ្ញុំសរសេរតពីកន្លែងព្រះរាជាណាចក្រកម្ពុជាវិញគឺជាតិសាសនាហើយថេបចុងក្រោយនេះគឺសរសេរពីស្ដាំមកឆ្វេងវិញឧទាហរណ៍ដូចជាខ្ញុំចង់សរសេរថាប្រព័ន្ធបច្ចេកវិទ្យាបាទនេះគឺជាផ្នែកតម្រឹមឆ្វេងហើយនេះគឺជាផ្នែកតម្រឹមកណ្ដាលហើយនេះគឺជាការតម្រឹមស្ដាំ